គោទឹកដោះមានប្រវត្តិនប់តាំងពីប្រមាណ 8,000 ទៅ 10,000 ឆ្នាំមុននៅតំបន់មជ្ឈិមបូព៌ានិងអាស៊ីខាងត្បូងនៅពេលមនុស្សចាប់ផ្ដើមធ្វើកសិកម្មគោទឹកដោះពួកវាត្រូវបានគេប្រើដើម្បីធ្វើជាអាហារការដឹកជញ្ជូននិងផលិតទឹកដោះនៅអឺរ៉ុបការបង្កាត់ពូជគោទឹកដោះធ្វើឲ្យកើតមានពូជប្រជាប្រិយភាពដូចជា Holstein, Jersey, Brunswick ដែលល្បីដោយការផលិតទឹកដោះច្រើននិងគុណភាពខ្ពស់ពីសតវត្សទី 19 ការអភិវឌ្ឍបច្ចេកវិទ្យាម៉ាស៊ីនបូមទឹកដោះ Milking Machines ការថែទាំអនាម័យនិងវិទ្យាសាស្ត្របង្កាត់ពូជបានធ្វើឲ្យផលិតកម្មទឹកដោះកើនឡើងយ៉ាងឆាប់រហ័សនៅសតវត្សទី 20 និង 21 ទំនើបកម្មកសិកម្មការប្រើប្រាស់ DNA បង្កាត់ពូជការគ្រប់គ្រងចំណីការត្រួតពិនិត្យសុខភាពដោយ Digital បានធ្វើឲ្យគោទឹកដោះកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងផលិតកម្មទឹកដោះសព្វថ្ងៃគោទឹកដោះក្លាយជាសត្វសំខាន់មួយក្នុងវិស័យកសិកម្មពិភពលោកប្រើសម្រាប់ផលិតទឹកដោះនិងផលិតផលទឹកដោះផ្សេងដែលគាំទ្រអាហារូបត្ថម្ភនិងសេដ្ឋកិច្ចជាតិជាច្រើន